ជំរាបសួរអ្នកនរគ្នាវីដេអូមួយនេះគឺជាវីដេអូភាគទី14ហើយក៏ជាភាគចុងក្រោយក៏ដូចជាមេរៀនចុងក្រោយនៃវិជ្ជាករដែលស្ថិតនៅក្នុងសៀវភៅមួយនេះផងដែរដូច្នេះសម្រាប់អ្នកនរគ្នាដែលចង់សិក្សាភាសាអង់គ្លេសដែលជាអ្នករៀនដំបូងអ្នកនរគ្នាអាចចុះឈ្មោះចូលរៀនពាក់ព័ន្ធជាមួយសៀវភៅមួយនេះបានអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងទៅនិយាយពាក់ព័ន្ធជាមួយនឹង grammar ដែលស្ថិតនៅក្នុងមេរៀននេះទាំងអស់គ្នាតោះឥឡូវយើងមកមើល14.1 14.1 future plans អញ្ចឹងពាក្យថា future plan នេះគឺយើងចង់ផ្ដោតទៅលើកាលទៀតហើយតើទៅជាមួយនឹងភាសាអង់គ្លេសតែការនេះគឺយើងចង់ផ្ដោតទៅលើថ្ងៃអនាគតអូខេអញ្ចឹង future plans គឺជាការមួយដែលយើងនិយាយតើទៅជាមួយនឹងរឿងរ៉ាវដែលកើតឡើងក្នុងពេលថ្ងៃអនាគតអូខេឥឡូវយើងមកមើលទម្រង់ positive បន្តិចតែទម្រង់ positive នេះមានតែស្របដែលទម្រង់ដំបូងគឺគេលើកយក present continuous យើងរៀនមេរៀនមុនពេលដែលយើងនិយាយពី present continuous គឺយើងចង់និយាយពីសកម្មភាពដែលកំពុងតែកើតឡើងឥឡូវហើយយើងបកប្រែថាកំពុងអូខេប៉ុន្តែក្នុងចំណុចនេះ present continuous បើផ្ដោតទៅលើ future មានន័យថាក្នុងថ្ងៃអនាគតគឺយើងបដូរពីពាក្យកំពុងទៅជានឹងវិញអូខេអញ្ចឹងតើតើជាមួយនឹង verb ing គឺយើងអត់បកប្រែកំពុងទៀតទេគឺយើងបកប្រែថានឹងម្ដងឥឡូវយើងកន្លែងមកមើលឧទាហរណ៍មួយគឺ I'm going to Europe មានន័យថាខ្ញុំនឹងទៅប្រទេសឬក៏ខ្ញុំនឹងទៅទ្វីបអឺរ៉ុបតោះបន្តទៀត You're leaving next week មានន័យថាអ្នកនឹងចាកចេញនៅសប្តាហ៍ក្រោយ He's flying on Sunday គាត់នឹងហោះហើរទៅឬក៏ជិះយន្តហោះទៅនៅថ្ងៃអាទិត្យអូខេអញ្ចឹង present continuous វាមិនមែនផ្ដោតទៅលើរឿងរ៉ាវដែលកំពុងតែកើតឡើងឥឡូវហ្នឹងទេពេលដែលយើងប្រើប្រាស់ដោយមាន time expression នៅខាងក្រោយនេះគេឲ្យឈ្មោះថា time expression ហ្នឹងដូចជា next week on Sunday ដែលវាបញ្ជាក់ពេលវេលានេះពេលថ្ងៃអនាគតអូខេអញ្ចឹងប្រយោគហ្នឹងគឺយើងបកប្រែថានឹងអូខេ leave បកប្រែចាក់ចែងតើ I'm leaving next week អញ្ចឹងទៅខ្ញុំនឹងចាក់ចែងនៅសប្តាហ៍ក្រោយជាដើមអូខេនេះហើយគឺជាលក្ខណៈរបស់ present continuous និយាយអំពី future plan អញ្ចឹង ing ឡើយហ្នឹងគឺយើងមិនបកប្រែថាកំពុងទេគឺយើងបកប្រែថានឹងវិញឥឡូវយើងមកមើលលក្ខណៈពិសេសមួយទៀតតេតិនជាមួយ verb ing ដែរប៉ុន្តែគឺយើងលើកយកពាក្យថា go into អញ្ចឹងពាក្យថា go into នេះទោះបីជាវាមិនមាន time expression ដូចជា next week on Sunday អីក៏ដោយពេលដែលយើងប្រើ go into ប្រយោគហ្នឹងគឺយើងបកប្រែថានឹងហើយ go into ជាទូទៅបើយើងបូកជាមួយ verb គឺយើងបូកជាមួយនឹងប្រភេទ verb base form ជាប្រភេទកិរិយាសព្ទទម្រង់ដើមឥឡូវយើងមកកន្លែងមើលឧទាហរណ៍ក្រោម I'm going to see Buckingham Palace អូខេខ្ញុំនឹងទៅមើលឬក៏ទៅទស្សនានៅរាជវាំង Buckingham អូខេអញ្ចឹង Buckingham Palace នេះវាជាទីកន្លែងទេប៉ុន្តែអ្វីដែលយើងខ្វល់នេះគឺ I'm going to នេះយើងបកប្រែថាខ្ញុំនឹងអញ្ចឹងពាក្យថា going to យើងបកប្រែនឹង I'm going to see មានតែខ្ញុំនឹងឃើញអូខេខ្ញុំនឹងមើលអូខេតោះ You're going to have a tour of the city មានន័យថាអ្នកនឹងមានដំណើរកម្សាន្តទីក្រុងអូខេនៅទីក្រុង He's going to stay in the Ritz Hotel គាត់នឹងស្នាក់នៅឯសណ្ឋាគារ Ritz អូខេ yes អញ្ចឹងសរុបមកវិញ go into ឡើយនេះគឺយើងបកប្រែថានឹងអូខេ go into ហ្នឹងយើងបកប្រែថានឹងពេលដែល go into បូក verb គឺយើងបកប្រែនឹងអូខេប៉ុន្តែបើ go into អត់មានបូក verb ទេដូច Europe មានតែប្រទេស trip Europe អញ្ចឹងកន្លែងនេះ go into ឡើយហ្នឹងយើងបកប្រែថានឹងទៅខ្ញុំនឹងទៅ trip Europe ប៉ុន្តែពេលដែល go into បូកជាមួយនឹង verb ដែល verb មានដូចជា see ឃើញ have មានអូខេ stay ស្នាក់នៅអញ្ចឹងទាំងអស់នេះវាជា verb អញ្ចឹងពេល go into បូកជាមួយ verb បែបនេះយើងបកប្រែថានឹងមក go into យើងបកប្រែនឹងហើយបូកជាមួយកិរិយាសព្ទមកនឹងឃើញនឹងមានអូខេនឹងស្នាក់នៅជាដើមនេះគឺជាលក្ខណៈហើយអ្វីដែលយើងត្រូវដឹងមួយទៀត
ពេលដែលតាក់ទងជាមួយនឹង go into កុំភ្លេចណាពីមុខ go into ត្រូវតែជា verb to be am is are អូខេ verb to be am is are got it អញ្ចឹងត្រូវចាំពីមុខ ing ឬក៏ពីមុខ verb ing អូខេគឺកុំភ្លេចណាតាក់ទងជាមួយនឹងប្រភេទ verb to be ណានេះសិតតែ verb to be ទាំងអស់ got it អញ្ចឹងតែយើងអត់បានដាក់ verb to be គឺវាមិនត្រឹមត្រូវទេកុំភ្លេចណាតាក់ទងមួយ verb to be អូខេឥឡូវចំពោះកន្លែងនេះគឺយើងបញ្ចប់ហើយពាក់ព័ន្ធជាមួយទម្រង់ positive ទម្រង់ស្របឥឡូវយើងចូលទម្រង់មួយទៀតតាក់ទងជាមួយនឹងទម្រង់ negative អញ្ចឹងទម្រង់ negative គឺវាអត់មានពិបាកទេគ្រាន់តែយើងថែមពាក្យ not ទេមិនអូខេតែ not នេះយើងដាក់កន្លែងណានេះដាក់បន្ទាប់ពី verb to be មកអូខេ I'm not living in London ខ្ញុំមិនរស់នៅខ្ញុំមិនកំពុងរស់នៅក្នុងទីក្រុង London ទេអូខេ You aren't studying medicine អ្នកមិនរៀនផ្នែកវិទ្យាសាស្ត្រទេអូខេអញ្ចឹង I'm not you aren't he isn't she isn't we aren't they aren't បន្តមកទៀតយើង plus ជាមួយនឹង verb ing ចំណែក in London នេះវាជា object medicine នេះគឺក៏ object ដែរអញ្ចឹងទម្រង់របស់វាទូទៅយើងត្រូវដឹងយើងយក subject plus ជាមួយនឹង verb to be តែ verb to be មាន3វាអាចជា am ជា is ឬក៏ are plus ជាមួយនឹង not plus ជាមួយនឹង verb ing plus ជាមួយនឹង object ឥឡូវយើងកន្លែងមកមើល subject របស់យើងនេះ subject am I sorry ចំណែក to be របស់យើងវាជា am ជា are ជា is អីចឹងមកចំណែក not គឺជាទម្រង់ not របស់យើងឬក៏ជាទម្រង់កាត់ចំណែក verb ing គឺជា verb ing object របស់យើងនេះវាជា London ហើយនិង medicine អូខេ yes នេះគឺជាលក្ខណៈនៃទម្រង់ទាក់ទងជាមួយនឹងប្រភេទ present continuous នៅក្នុងទម្រង់បដិសេធឥឡូវយើងមកមើលពាក្យមួយទៀតទាក់ទងជាមួយនឹង go into អញ្ចឹង go into ដូចយើងនិយាយខាងលើអញ្ចឹងថា go into ឡើយនេះយើងបកប្រែថានឹងពេលដែលយើងបូកមួយកិច្ចសព្ទអូខេឧទាហរណ៍ go into travel មានន័យថានឹងធ្វើដំណើរកម្សាន្តអូខេ go into sleep មានន័យថានឹងគេងជាដើមឥឡូវយើងមកបកឲ្យពេញមើល I'm not going to travel by train ខ្ញុំនឹងមិនធ្វើដំណើរតាមរយៈរថភ្លើងទេ You aren't going to sleep in a tent tent នេះប្រែថាតង់អញ្ចឹង You aren't going to sleep in a tent អ្នកនឹងមិនគេងនៅក្នុងតង់ទេអូខេ yes ហើយចំពោះ am not នេះវាប្រភេទជាទម្រង់កាត់ដែលទម្រង់ពេញរបស់វាគឺ am not បែបនេះអូខេចំពោះ you aren't គឺទម្រង់កាត់របស់វាគឺ are not ចំណែក isn't ទម្រង់កាត់របស់វាគឺ is not ខាងក្រោមគឺដូចខាងលើហ្នឹងអូខេ yes អូខេឥឡូវយើងបញ្ចប់ពាក់ព័ន្ធជាមួយទម្រង់ negative យើងចូលមួយទៀតតាក់ទងជាមួយនឹងប្រភេទ questions វិញម្ដងអញ្ចឹង question គឺគេលើកតាក់ទងដែរទេ present continuous ហើយមួយ go into អញ្ចឹង present continuous គឺយើងលើកយក W equation មកដាក់ពីមុខមកដូចមេរៀនមុនដែរគាត់ហើយកន្លែងនេះយើងបកប្រែថានឹងណាឧទាហរណ៍ W equation plus ជាមួយនឹង verb to be plus ជាមួយនឹងប្រភេទ subject plus ជាមួយនឹង verb ing ហើយយើង plus អាច plus ជាមួយ object មកប៉ុន្តែយើងមិនចាំបាច់ដាក់ទេអូខេដាក់ question mark ឥឡូវយើងមកមើល Where are you going on holiday តើអ្នកអូខេនឹងទៅឯណានៅថ្ងៃជប់សម្រាប់អូខេ yes when are you leaving តើអ្នកនឹងចាកចេញនៅពេលណា where are you staying តើអ្នកនឹងអូខេស្នាក់នៅឯណា who are you going with តើអ្នកនឹងទៅជាមួយនរណាអូខេអញ្ចឹងកន្លែងនេះគឺយើងសិតតែបកប្រែថានឹងទាំងអស់ឥឡូវយើងមកធ្វើពាក្យ go into អូខេ go into បកប្រែនឹងមកអូខេហើយបន្តមកទៀត stay មានថានឹងស្នាក់នៅអូខេ go into do នឹងធ្វើ got it អូខេតោះ where are you going to stay តើអ្នកនឹងស្នាក់នៅណា what are you going to do តើអ្នកនឹងធ្វើអ្វីអូខេអញ្ចឹងក្នុងចំណុចខាងលើនេះយើងត្រឡប់ទៅវិញតាក់ទងមួយ verb ing នេះគឺយើងរៀនកន្លងមកថាយើងបកប្រែកំពុងប៉ុន្តែក្នុងកន្លែងនេះគឺយើងបកប្រែថានឹងមូលហេតុដោយសារតែ present continuous របស់យើងហ្នឹងគឺយើងផ្ដោតទៅលើទម្រង់ future តាក់ទងមួយអនាគតអញ្ចឹងពេលដែលតាក់ទងមួយអនាគតយើងបកប្រែថានឹងទៅអូខេ yes អូខេឥឡូវចំណុច grammar នៃមេរៀនទី14ក៏ដូចជាមេរៀនចុងក្រោយរបស់យើងគឺត្រូវបានបញ្ចប់
Nâng ấy nè tỏគ្នាmình cái dự bàn dạy bộ sai hai bẹp môn chùm mùi nâng với có nên mê rình tập 4 để sát con sắp hơi mùi nè. Để cho nên nè tỏគ្នាvô chẳng nào đấy bẹp môn chùm mùi nâng kèm mới để dự bàn bộ sai thực cảnh nè tỏគ្នាnâng. Sầm rắp nè tỏគ្នាđể mình xem nụ xem bẹp môn chùm mùi nâng với có nâng nè tỏគ្នាai comment nâng càng càng video bán. Ok, mình dàn vinh thiết sầm rắp nè tỏគ្នាđại mình toàn ban từ mơ episode chập episode tịch muối có đôi chữ mê rình tịch muối rồi đo môn mê rình như đọc 4 nè tỏគ្នាcua để mơ vì ở chập tới đầm bay không ca vôឲ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធជាមួយនឹង grammar នៃសៀវភៅមួយនឹងផងដែរអូខេអញ្ចឹងវីដេអូរបស់យើងគឺមកដល់ទីបញ្ចប់ហើយអញ្ចឹងជួបជាមួយគ្នានៅវិជ្ជាករនៃសៀវភៅផ្សេងទៀត